ដោយគុណានុភាពនៃព្រះរតនត្រ័យមានពុទ្ធានុភាពជាប្រធានធម្មានុភាពសង្ឃានុភាពទេពរក្សាព្រះនគរទេពរក្សាស្វេតឆ័ត្រជាទេវតាមានស័ក្តិមានយសក្នុងព្រះនគរនេះសូមអនុមោទនានៅអាវុធគឺមេត្តារបស់យើងរាល់គ្នាក្នុងវេលាឱកាសនេះមិនទៅនៅគ្រាប់គឺករណាបាចសាចទៅនៅមុទិតាសូមឲ្យព្រះនគរកម្ពុជាកន្លងបងទុក្ខកន្លងបងភ័យរាល់សត្រូវជាបច្ចាមិត្តឯណាដែលកំពុងតែទន្ទ្រានឈ្លានពានផែនដីរបស់យើងក្នុងវេលាឱកាសនេះសូមឲ្យខ្លោបខ្លាចហើយលែងហ៊ានប្រទុះសារាយបន្តទៅទៀតដោយមេត្តាភាវនាក្នុងទីនេះសូមឲ្យទេវានុភាពទាំងឡាយមានអានុភាពពិតប្រាកដឈុតឆាប់តាមបំណងមនុស្សរាប់រយរាប់ពាន់ក្នុងទីនេះគ្មានបំណងប្រាថ្នាយុះទេក្នុងពេលនេះគ្មានបំណងប្រាថ្នាលៀបសក្ការៈទេគ្មានបំណងប្រាថ្នាទ្រព្យអ្វីក្រៅអំពីសន្តិភាពទេគ្រប់គ្នាមានបំណងតែមួយគត់សូមឲ្យប្រទេសជាតិបាននូវសន្តិភាពសូមកបនៅដោយមេត្តាមេត្តាតែកំចាត់បងនៅព្យាបាទទាំងឡាយករណាតែងបំបត្តិនៅហិង្សាទាំងឡាយមុទិតាតែងបំបត្តិនៅវិរតិទាំងឡាយឧបេក្ខាតែងលះបង់នៅរាគៈនិមិត្តទាំងឡាយចឹងបំណងរបស់យើងទាំងអស់គ្នាក្នុងទីនេះអធិដ្ឋានជាធ្លុងមួយដោយសូមឲ្យប្រទេសកម្ពុជាបាននៅសុខសន្តិភាពសូមឲ្យវីរៈកងទ័ពដែលកំពុងតែការពារដែនអធិបតេយ្យភាពទឹកដីនោះបាននៅសុខសុវត្ថិភាពសូមឲ្យកងទ័ពយុទ្ធជនយុទ្ធមិត្តអ្នកដែលពលីក្នុងភ្លើងសង្គ្រាមទាំងអម្បាលមាននោះសូមទៅកើតក្នុងសុគតិភពដោយបុណ្យរបស់យើងក្នុងវេលាឱកាសនេះសូមឲ្យយើងហឹងទាំងអស់នោះមកកាន់ប្រទេសកម្ពុជារបស់យើងខ្លួនឯងបែកបាក់សាមគ្គីខ្លួនឯងឯណោះសោះបែរជានាំភាពក្តៅក្រហាយនោះមកឲ្យដល់ប្រទេសយើងព្រោះអីព្រោះតែគេគិតថាយើងជាប្រទេសតូចទាបឬក៏គេគិតថាយើងជាប្រទេសអន់ថោកនឹងហើយជាការមាក់ងាយស្គាល់ហើយនៅអាការមាក់ងាយហ្នឹងដែលប្រជាជាតិមួយគេឌីលគេថ្មេះគេជីកគេជន់គេបំពេញគេរំលោភនឹងហើយគេហៅថាការមាក់ងាយចុះហេតុអីបានតែគេមាក់ងាយយើងថាមកទៅពីយើងអន់បានតែគេមាក់ងាយអន់ដោយសារអីអន់ដោយសារតែយើងធ្លាប់បែកបាក់គ្នាអន់ដោយសារតែយើងធ្លាប់ប្រេះឆាគ្នាកាប់សម្លាប់គ្នាប្រមាថមាក់ងាយគ្នាឯងហើយក៏គេបង្កើតអរិយភាពបែបនោះមកលើប្រទេសយើងអញ្ចឹងបានតែខ្ញុំគណៈអាត្មាភាពដាស់តឿនការរំលឹកឲ្យយើងទាំងអស់គ្នាឈប់បែកបាក់ហើយងាកមកស្រឡាញ់ជាតិស្រឡាញ់ដី
នៃពីរំប្រាឈួនលោកធ្លាប់ផ្ដាំតាថាមេឃដីផ្ទៃស្រុកខ្មែរល្អល្អះណាស់ដែរពីបុរាណមានបឹងមានស្ទឹងមានទន្លេឥតខ្វះទេគ្រប់អ្វីអ្វីឲ្យតែយើងមានគំនិតស្រឡាញ់ជាតិស្រឡាញ់ដីអ្វីអ្វីគង់តែកើតឡើងទាំងអស់ប៉ុន្តែយើងអត់ទេខ្មែរយើងនេះឆាប់បែកបាក់គ្នាណាអញ្ចឹងពេលនេះគប្បីកុំបែកបាក់គ្នាហើយកុំខ្លាចជ្រុលអស់លោកកុំខ្លាចជ្រុលសង្គ្រាមប្រហែលថ្ងៃនោះគ្មានអីអស្ចារ្យទេកុំខ្លាចពេកខ្លាំងមិនតាន់អីផងចង់រត់ចោលស្រុកហើយខ្លាចអីក៏ខ្លាចយ៉ាងហ្នឹងយើងក៏លេខទៅមើលឆ្នាំ1972 73 B52 ទម្លាក់ខ្ទេចប្រទេសកម្ពុជាយើងតាណាក៏លងគ្រាប់ដែរអស់លោកតន់ហើយមិនបាច់ខ្ញុំកណ្ដាលមកអធិប្បាយជ្រៅទេមិនមែនទម្លាក់អញ្ចឹងទេទាំងយប់ទាំងថ្ងៃតែកន្លែងមនុស្សខ្វៀលគោក៏ទម្លាក់ដែរគ្រាប់បែកផ្ទុះអង្គើមេឃអង្គើដីទាំងយប់ទាំងថ្ងៃនៅតែធ្វើអីខ្មែរមិនបានផងហើយចិត្តតម្រុំដល់សង្គ្រាមប៉ុណ្ណឹងគិតថាខ្មែរនោះវាអន់ណាស់ទៅតបខ្លួនឯងនោះវាអន់ណាស់ទៅហេតុអីបានតែគេបន្តវាបហាយើងមិនឈប់ឈរព្រោះគេគោលបំណងរបស់គេចង់វាយកទីតាំងសំខាន់របស់យើងដើម្បីឈរជើងហើយសុំឲ្យយើងទៅចរចាប៉ុន្តែគេវាយអត់បានគេដណ្ដើមអត់បានហើយយើងចេះតែនាំគ្នាសរសើរថាតបថៃនោះអស់ចាយទៅខ្លាចតែគេវាយមកហើយអ្នកខ្លះថាវាយដល់ប៉ោយប៉ែប្រទីមានជ័យអីហើយតបទៅមិនទេហើយយើងគិតថាវាទំនើបមែនហើយប្រើយន្តហោះប្រើអាវុធទំនើបតែគាត់ថាប្រើដល់យន្តហោះសង្គ្រាមជាង10ថ្ងៃយកកន្លែងឈរជើងមកទីតាំងមិនតាន់បានផងនោះត្រឹមតែខ្មែរយើងប្រើអាវុធធនមធ្យមខ្មែរមិនមែនអន់ទេប៉ុន្តែអន់គឺថាគំនិតខ្មែរដែលអត់ជឿទុកចិត្តខ្មែរគ្នាឯងនគរធំវាយនគរតូចទី1គេឃើញថានគរនោះខ្សោយហើយទី2គេគិតថានគរនឹងខ្លាំងមានតែពីរហេតុហ្នឹងទេពេលណាយើងខ្សោយក៏គេព្យាយាមលេបតបាក់ដើម្បីយកទឹកដីរបស់យើងពេលណាដែលយើងចាប់ផ្ដើមខ្លាំងក៏គេបន្ទុះសារាយនឹងយើងដែរដើម្បីកំទេចកម្លាំងរបស់យើងមិនឲ្យខ្លាំងមិនឲ្យតស៊ូមិនឲ្យស្មើមុខស្មើមាត់នឹងគេបាទហើយសង្គ្រាមសពថ្ងៃនេះមិនមែនសង្គ្រាមយើងខ្សោយទេជាសង្គ្រាមដែលយើងកំពុងតែចាប់ផ្ដើមខ្លាំងហើយគេមិនចង់ឲ្យយើងខ្លាំងគេចង់ឲ្យយើងបាក់បែកដូចទសវត្សមុនយ៉ាងរាប់ចាំពីឆ្នាំ1969 70យើងចាប់ផ្ដើមបែកគ្នាជាបកជាពួកជាខ្មែរក្រហមខ្មែរខៀវខ្មែរសេរីខ្មែរអ៊ីស្រាខ្មែរលន់នល់ខ្មែរក្រហមពេលហ្នឹងគេអត់វាយយើងទេព្រោះគេដឹងថាយើងជ្រុលគ្នាឯងហើយមិនបាច់គេមកជួយលាបពណ៌ទេគង់តែលាយហើយគេចែកគូសវាគ្នាទៅប៉ុន្តែជាភ័ព្វជាព្រេងជាសំណាងដែលប្រទេសកម្ពុជាយើងទោះតែវេទនាដល់ប៉ុណ្ណឹងក៏អត់ដាច់ពូជក៏អត់បាត់ឈ្មោះអញ្ចឹងហើយគេមិនសប្បាយចិត្តមិនអជាមួយនឹងយើងរីកចម្រើនធំធាត់ទេ
ហើយខ្ញុំកណាអាត្មាភាពសូមផ្ដាំជម្រាបអស់លោកចេះថាក្នុងសង្គ្រាមនយោបាយនេះអត់មានមិត្តអត់មានសត្រូវច្បាស់លាស់ទេមានតែផលប្រយោជន៍រៀងខ្លួនបើដរាបណាកម្ពុជាយើងមិនបានផ្ដល់សារៈប្រយោជន៍ស្អីទៅដល់គេអត់យកភ្នែកមើលទេយើងកុំស្រែកថាអង្គការសហវិជាជាតិកុំស្រែកថាមហាអំណាចទី1មហាអំណាចទី2គេជួយយើងតើតែយើងនឹងមានប្រយោជន៍ឲ្យគេបានតែគេជួយដែលខ្មែរដាក់ពាក្យថាអន្តរជាតិនឹងវាអំពីមុខស្រេចទៅហើយបើយើងមិនខ្លាំងខ្លួនឯងទេបើអត់បើគ្មានដីរស់នៅទេគ្មានដីឲ្យកូនចៅយើងក្រោយរស់ទេតែផ្ញើខ្លួននឹងគេហើយឈ្មោះប្រទេសគេហើយអញ្ចឹងបើធ្វើម៉េចតើយើងខ្លាំងហើយចង់សងសឹកគេហ្នឹងហ្មងទៅជាគេទៅដាក់បដាសាគេអត់ប្រើរបស់ហ្នឹងមកធ្វើការទេអាវុធទី1ពេលនេះគឺថាកុំបែកបាក់គ្នាឯសោះប្រយ័ត្នណាប្រយ័ត្នតែគេបង្កើតអបគុំជាបច្ចុប្បន្នជាក្រុមដើម្បីឲ្យយើងបែកខ្ញែកគ្នាហើយធ្វើម៉េចជឿជាក់លើខ្មែរគ្នាឯងយើងគ្រប់គ្នាប្រកាសថាស្រឡាញ់ជាតិស្រឡាញ់ទឹកស្រឡាញ់ដីថ្នាក់ដឹកនាំប្រទេសក៏គេស្រឡាញ់អញ្ចឹងដែរព្រះមហាក្សត្រយើងក៏ព្រះអង្គស្រឡាញ់ជាងយើងទៅទៀតប៉ុន្តែនាវាណាយើងស្គាល់នាវាទេស្គាល់សំពៅទេវាមិនមែនបត់បានដូចកង់ទេយើងធាក់កង់យើងចង់បត់1ម៉ែត្រ2ម៉ែត្រក៏បានដែរប៉ុន្តែនាវាតែកាច់ខុសគឺក្លាប់ប្រទេសនេះមួយមុននឹងបត់មុននឹងមានទិសដៅទៅណាគេកំណត់ទុក5ឆ្នាំ10ឆ្នាំហើយគេបើសន្សឹមបត់សន្សឹមទៅកាន់ផ្លូវដែលគេមានទិសដៅណាមិនមែនយើងចេះតែអានេះក្បត់ជាតិនៅនោះក្បត់ជាតិអ្នកនោះកុហកនៅនោះបោកប្រាស់អ្នកនេះអាយ៉ងអ្នកនេះហើយបានស្អីមកវិញទាំងអស់នឹងនោះបានតែខ្មែរស្អប់ខ្មែរគ្នាឯងទេពួកខ្មែរយើងវាតិចសច្រើនចំនួនមកស្មានលើកពាក្យមួយដែលខ្មែរយើងប្រើកាលពីប្រមាណពី3ទសវត្សរ៍មុន4ទសវត្សរ៍មុនថាអីខ្លួនខ្មែរក្បាលយួនអីនេះពាក្យអស់ហ្នឹងសិតតែពាក្យខ្មែរបង្កើតដើម្បីđểសម្លាប់ខ្មែរនេះឯងហើយយើងចេះចោទថាវាជាមនោគមផែអ្នកណាមិនសំខាន់ទេប៉ុន្តែសំខាន់សួរថាអ្នកណាអ្នកអស់ខ្មែរទៅកាប់ក្នុងរណ្ដៅទៅវាយទម្លាក់រណ្ដៅគឺខ្មែរអញ្ចឹងខ្មែរយើងនេះបើមិនភ្ញាក់រលឹកទេគឺថាមិនសល់អីទេហើយស្នេហាជាតិនេះណាត្រូវទៅនៅជាមួយជាតិមិនមែនស្នេហាជាតិនាំគ្នារត់ចេញពីជាតិទេទៅជួយស្អីបានបើទៅផុតហើយវានៅតែក្រាញរងាលនៅជាមួយជាតិនឹងបានតែសង្ឃឹមថាជាតិនឹងអាចរស់អាចរៀនអាចសល់ភពផែនដែននៃឲ្យកូននៃចៅយើងបាននៅបន្តនៅខ្មែរចិញ្ចឹមខ្មែររស់ប្រសពថ្ងៃនាំគ្នាមកបដុំនៅតែពេញប្រមាណលានអ្នកហ្នឹងទៅហើយតាមខេត្តនៅទៅតាមផ្លូវក្រុងដេញទួចហ្នឹងសល់ដីធំណាស់សម្រាប់ប្រជាពលរដ្ឋជាង17លានអ្នកនេះអត់ទាន់ពេញដីទេល្មមឈប់ពញាកណើទៅកុំឲ្យចាញ់និយាយតាពីមុនពេទ្យក៏ឆ្ងាយផ្សារក៏ឆ្ងាយគាត់យកកូនមកគ្រួសារ10 2 10អីនោះ
ឥឡូវពេទ្យក៏ចិត្តសាលារៀនក៏ចិត្តផ្សារក៏ចិត្តយកឡើងផ្លាច្រើនពីរហើយស្រុកណាដូចស្រុកណាទេតែប្រទេសធំមនុស្សតិចគេចង់បានហើយគេមកសុំនៅហើយថាពីដើមអង្គការអីអង្គការ UNICEF អីគេមកប្រាប់មកបង្រៀនថាមកពីការនោះយើងវាក្រមិនឥឡូវក្រស្អីទៀតម្នាក់ហូបកាទៀវសពថ្ងៃហូបឆ្ងាញ់សម្រាប់ស្រួលមានឡានមានម៉ូតូជិះសឹងឲ្យគ្រប់ផ្ទះតែហើយវាមិនបាក់រហូតដល់អត់អង្គឲ្យកូនពិសាទេឲ្យហូបទេយើងត្រូវតែបង្កើតធនធានមនុស្សឡើងវិញតែគ្នាច្រើនឆ្នេះហើយខាងកើតជិត100ខាងកើតដល់100លានណាខាងលិចជាង70លាន80លានណាហើយកដាលជាង10លាននៅខុសគេប្រហែលដងវាមិនខុសទេដែលគេចង់បានទឹកដីប្រជានោះហើយពីណាមិនដឹងទេបើខ្ញុំកណាដល់ជុំហើយព្រំដែនប្រទេសកម្ពុជានោះទាំងខាងលិចទាំងខាងកើតទាំងខាងជើងទាំងខាងត្បូងសល់ដីទូលាយច្រើនណាជាពលរដ្ឋខ្មែរមានប្រមាណអ្នកដែលស្គាល់ព្រំដែនខ្លួនឯងអស់ច្បាស់នោះអត់ទាន់ទេហើយរបងដែលសំខាន់មិនមែនរបងលួសទេបើអញ្ចឹងមិនមែនចោលវាកោះផ្ទះបានប្លន់មាសប្លន់ប្រាក់ប្លន់ទ្រព្យសម្បត្តិទេរបងដែលសំខាន់គឺមនុស្សបើយើងមនុស្សទៅនៅតាមព្រំដែននៅតាមកន្លែងសពគ្រប់អស់ទៅវាអត់មានអ្នកណាមកប្លន់មកលួចបានងាយទេតែនៅបោះពឹងរបងថ្មបើមិនកើតទេហើយដីយើងនេះដីវិសិទ្ធណាអញ្ចឹងមកតែខ្ញុំកណាអាត្មាភាពមកជាតិនេះគ្មានសញ្ជាតិពីរទេមានតែមួយហ្នឹងគឺខ្មែរហ្នឹងពូជម្បោវងខៅមកក៏ខ្មែរសុទ្ធដែរអត់មានពូជកាត់ឯណាទេអត់មានកាត់ខ្មែរសុទ្ធណាហើយពូជខ្មែរហ្នឹងមិនមែនថោកទាបទេមើលតែបឹងទលេសាបមួយអាចចិញ្ចឹមប្រទេសយើងឲ្យមានឲ្យបានប៉ុន្តែមកតែពីប្រជាជនយើងហ្នឹងវាមិនចេះគិតខ្លួនឯងគ្រាន់តែបន្លែមួយថ្ងៃទិញគេហូប9000តោនថាអ្នកភ្នំពេញទៅអត់ដីដាំតែអ្នកស្រុកស្រែអន់ណាស់ក៏ក្បាលដី10ម៉ែត្របដោយ20ដែរគ្រាន់តែម្ទេសមួយដើមគ្រាន់តែញិចថាដីចាក់ទៅទឹកបាយព្រោះរស់ដែរអត់ទេងាកទិញគេខ្មែរយើងឥឡូវវាដល់ថ្នាក់ហ្នឹងណាហប់តែជីខ្ទឹមអាមេរិកវាដាំមិនងាយដោះទេថាជីខ្ទឹមស្លឹកគ្រៃអីអញ្ចឹងក៏ចេះតែទិញគេដែរនឹងហើយយើងអត់មានឱកាសក្នុងការសងសឹកគេទេបើនៅតែម៉ាក់នឹងនោះសងសឹកសម័យនេះមិនមែនកាន់កំភ្លើងកាន់ដាវកាន់លំពែងកាន់កណ្បិតទៅកាប់ទៅសម្លាប់ជនជាតិមួយហើយប្រកាសថាជាការសងសឹកទេសងសឹកសម័យបច្ចុប្បន្ននេះគឺត្រូវរស់ឲ្យល្អជាងគេចង់សងសឹកគេទេចង់សងសឹកគេត្រូវរស់ឲ្យប្រសើរជាងគេនឹងគឺការសងសឹកដ៏ល្អហើយកូនចៅត្រូវចេះរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ណាកុំឲ្យចាប់12មិនទាន់នាំគ្នារត់រត់តែផ្លូវខុសនោះអញ្ចឹងគឺថាត្រូវខំមែនតើណាតែមិនខំទេមិនដឹងយើងនៅបាន100ឆ្នាំទៀតអត់ទេទឹកដីយើងនេះ
សប្ងៃយើងថាមានមិត្តណាតែខ្ញុំកណានិយាយមិញហើយក្នុងជីវិតក្នុងពិភពនយោបាយរបស់សកលលោកនេះអត់មានមិត្តអត់មានសត្រូវច្បាស់លាស់ទេក្រៅតែពីផលប្រយោជន៍កាលណាយើងមិនមានផលប្រយោជន៍ឲ្យគេទេគេមិនយកភ្នែកមកមើលទេបើទោះតែគេឃើញក៏គ្រាន់បានត្រឹមតែឃើញគេជួយអីយើងបានទេណាមានតែយើងជួយខ្លួនឯងណាយើងខ្លាំងខ្លួនឯងហើយយើងត្រូវប្រឹងប្រែងខ្ញុំកណាធ្លាប់និយាយអស់ហើយអារឿងយើងចូលចិត្តប្រើរបស់ផុសគេប្រើតំណែងអីផុសគេនេះនិយាយមកប្រាប់រួចមុនអស់ទៅហើយមកដល់ថ្ងៃនេះគ្មានអ្វីនិយាយទេខុសតែពីរំលឹកដាស់តឿនជាថ្មីហើយមិនមែនទេឈប់ប្រើរបស់ខាងលិចទៅប្រើរបស់ខាងកើតអីមិនមែនទេណាអាអ្វីដែលជារបស់គេបានគឺប្រើខ្លួនឯងទៅដូចរបស់កប៉ិកកប៉ុកដែលខ្ញុំកណាអាត្មាថាអញ្ចឹងណាជីខ្ទឹមម្រេចម្ទេសស្លឹកគ្រៃអីរបស់អស់ហ្នឹងសិតតែជិះគេបានតាជិះទិញបានដែរដាំដុះខ្លួនឯងទៅប្រើខ្លួនឯងទៅអង្គអីស្រែម្នាក់មានតន់ពីណារឹបអូសយកនៅធ្វើបានផលហូបខ្លួនឯងទៅអខ្វះសំទិញគេហើយសន្សំទៅកុំចាយវាហួសខ្នាតរហូតដល់តែធ្វើខ្លួនឲ្យជាកូនបំណុលគេអាសូរជពាក់គេរឿងអីទៅទិញម៉ូតូជិះអីអញ្ចឹងទិញឡានជិះអីអញ្ចឹងមិនទេមិនគួរទេនេះយើងគិតខុសមកច្រើនឆ្នាំហើយល្មមភ្ញាក់ខ្លួនហើយមកដល់ពេលនេះម៉ោងនេះពីណាដែលគេស្រឡាញ់យើងជាជាងជាតិយើងនោះស្មានតែពិភពលោកហ្នឹងគេមកស្រក់ទឹកភ្នែកដោយសារតែសង្គ្រាមសៀមបាញ់ខ្មែរអត់ទេតែគេមកដល់ម៉ោងនេះតែគេនិយាយថាណែសៀមវាយខ្មែរគេមិនតាន់និយាយមួយម៉ាត់ផងគេដឹងក៏ដោយក៏គេធ្វើមិនដឹងសិនដែរមួយយើងវាអត់តាមមានប្រយោជន៍អីឲ្យគេហើយវត្តដាក់របស់លោកនេះគឺត្រីធំស៊ីត្រីតូចជារឿងធម្មតាហើយបន្តត្រីតូចនឹងមានអីពិសេសដែលអាចការពារខ្លួនបានអាហ្នឹងបានតែជៀសផុតយើងត្រូវសាមគ្គីគ្នាណាប្រជាជនយើងតិចជាងគេក៏ពិតមែនប៉ុន្តែគេដែលមកវាយយើងនេះមិនមែនគេសាមគ្គីគ្នាទេគេកំពុងតែបែកបាក់គ្នាគេវាមាន2 3បាក់មាន3ពួកបរិយាជាគេផ្សេងទៅរដ្ឋមន្ត្រីគេផ្សេងទៅយោធាគេផ្សេងទៅប្រជាពលរដ្ឋគេផ្សេងទៅអញ្ចឹងគេមិនអស់ចាទេប៉ុន្តែយើងនេះអ្នកដែលរងគ្រោះនេះកុំឲ្យបែកជា2 3បាក់ដូចគេដែរគោរពជាតាមការដឹកនាំរក្សាជំហររបស់ខ្លួននេះសង្គ្រាមប្រទេសនិងប្រទេសចេះរត់មកពីនោះមកដល់នេះមានអ្នកគេជួយទំនុកបំរុងស្បៀងអាហារហូបចុកស្នាក់នៅចុះកាលនៃសង្គ្រាមស៊ីវិល75នោះមានពីណាគេទៅយកអង្គឲ្យយើងនេះនេះចលះពីភ្នំពេញទៅបាត់ដំបងដើរហើយខែប្រាំងផងងាប់តាមផ្លូវខ្លះដោយសារអត់ទឹកផឹកអីនោះមិនទេអញ្ចឹងយើងកុំឲ្យធ្វើម៉េចកុំឲ្យខ្លួនយើងប្រទេសយើងនេះ
ធ្លាក់ទៅកើតអញ្ចឹងម្ដងទៀតហើយដើម្បីកុំឲ្យអញ្ចឹងគឺថាត្រូវតែសាមគ្គីគ្នាហ្នឹងប្រតិមានពភាព្រះអង្គសម្ដែងហើយសាមគ្គីហ្នឹងតបោសុខោការសាមគ្គីនាំមកនៅសេចក្តីសុខគេថាតូចមិនដែលឈ្នះធំប៉ុន្តែបើតូចប្រមូលផ្ដុំធំក៏ពិបាកប៉ុន្តែពេលនេះយើងសាមគ្គីគ្នាល្អណាស់ប៉ុន្តែដែលខ្ញុំកណានិយាយនេះគឺថាក្រែងនេះណាក្រែងទៅវាដល់កពុលមុខមែនតែនទៅវាទៅជាត្រឡប់ត្រឡិនទៅទៀតទៅប៉ុន្តែបានសាមគ្គីអញ្ចឹងគឺល្អណាស់ហ្នឹងហើយពរជ័យពីឋានសួគ៌នោះមកខ្មែរយើងវាបែកបាក់គ្នាយូរពេករាប់សតវត្សរាប់ទសវត្សមកហើយណាដល់ពេលមកឲ្យត្រូវគ្នាភ្លាមហ្នឹងក៏មិនបានដែរប៉ុន្តែត្រូវជឿជាក់ទៅមានតែការប្រមូលផ្ដុំវិញជាធ្លុងមួយតែមួយមុខគត់ទើបអាចដោះស្រាយរាល់បញ្ហាដែលប្រឈមនៅចំពោះមុខរបស់យើងណែមិនមែនត្រឹមតែខ្ញុំកណាអាត្មាភាពផ្ដាំនេះណាសូម្បីតែបកុណាព្រះបរមរតនកោដ្ឋសម្ដេចតានៃយើងក៏លោកផ្ដាំដែររហូតដល់លោកមុនទីបង្គត់មុនសោយទីបង្គត់ទៅព្រះអង្គឲ្យសម្ដេចជាវាំងទៅចារាជបណ្ដាំលោកទុកនៅមុខព្រះបរមរាជវាំងទល់រាល់ថ្ងៃមិនដឹងតែខ្មែរប្រមាណអ្នកបានទៅអើតមើលទេតែលោកមិនជឿខ្ញុំកណាអាត្មាភាពចេញពីនេះវិញស្អែកឡើងទៅមើលល្ងាចហ្នឹងទៅមើលក៏បានដែរនៅមុខវាំងហ្នឹងយើងមើលលបងខាងបើយើងឈរពីព្រះអង្គដំកើទៅនៅឆ្វេងដៃបើយើងឈរពីវាំងមកនៅស្ដាំដៃទៅមើលរាជបណ្ដាំព្រះអង្គទុកថាសូមឲ្យអស់ជំនាញជនខេមរៈជាតិរួបរวมសាមគ្គីគ្នាឆ្លងឲ្យផុតសមុទ្រគ្រោះថ្នាក់ខាងមុខណាព្រះអង្គផ្ដាំចាំទុកណាមិនលោកមិនដឹងទេថាយើងនឹងកើតអីទៅមុខទៀតគេសុខចិត្តឲ្យយើងឆ្លោះគ្នាហើយគេឲ្យបាយយើងស៊ីគេឲ្យយើងចាំគុណគេប៉ុន្តែគេមិនចង់ឲ្យយើងខ្លាំងទេខាងណាក៏ដោយអញ្ចឹងយើងធ្វើម៉េចកុំឲ្យផ្លត់ស្នៀតត្រូវតែស្អីដែលទ្រាំបានទ្រាំសិនទៅដោយសង្គ្រាមសពថ្ងៃអញ្ចឹងគេវាយ10យើងតតែមួយអីទេចាំមិនថាមិនតឲ្យខ្លាំងទៅតឲ្យខ្លាំងទៅទៀតហើយគេអាងតែយើងតដៃខ្លាំងណាស់អាងតែគេបំផ្លាញយើងនោះហើយធម្មតាទេតតូចជាងគេហើយអាការបំផ្លាញគេក៏បានតិចតួជាងអ្នកធំបំផ្លាញអ្នកតូចដែរគេមានដី100ហាត់តែយើងមានដី10ហាត់គេបំផ្លាញយើងគេអស់10គេនៅសល់8បើយើងតែហ៊ានតទាំង10ក៏អស់ហើយ10នោះសាបានណាអញ្ចឹងមានតែការអត់ធ្មត់ហើយរិះរកមធ្យោបាយណាដែលជៀសអំពីបំភាបបំភ្លេចបំផ្លាញហ្នឹងឲ្យបានអញ្ចឹងយើងក៏បីសាមគ្គីគ្នាខ្ញុំកណាអាត្មានឹកឃើញថាបុណ្យលោកមទាវបកោប្រកាសធ្វើហ្នឹងបែបគ្មានមនុស្សទេស្រុកទេសកើតអញ្ចឹងណាដល់មកទៅមនុស្សលញងណាអានឹងភាពសាមគ្គីហើយឆ្នាំមុនយករបស់ទាំងអស់ពីបុណ្យដែលយើងធ្វើហ្នឹងយកទៅកម្ពុជាក្រោមបានយកស្បង់ទៅ500បាត500អង្គ500បេស្អីទៀតនេះបត្រៃ3ដកបានទៅកម្ពុជាក្រោមដល់សារនេះមិនទៅនងទៀតទេគឺទុកឲ្យតបធម្មតាទេ
តែស្រុកទេសកើតសង្គ្រាមដល់សង្គ្រាមកំពុងតែប្រយុទ្ធគ្នាហើយភាពខ្វះខាតរមែងតែមាននឹងឯងអស់លោកទាំងអស់គឺថាមូលផ្ដុំគ្នាមកហ្នឹងមិនមែនយកទៅស៊ីចាយអីធ្វើមានធ្វើបានឯណាទេសម្រាប់ខ្ញុំកណ្ដាលអាត្មាភាពអីអត់មានតែត្រូវការស្អីពីអស់លោកទេក្រៅតែពីចង់ឲ្យខ្មែរយើងស្រឡាញ់រួបរวมសាមគ្គីគ្នាទោះតែគេជេរគេស្ដីគេថាខ្ញុំកណ្ដាលបន្តពុននឹកឃើញថាតទៅវាចាប់ចុងបយងគុលបានទេឲ្យមិនមែនចិត្តសាសដតីអីសតតែខ្មែរគ្នាឯងហ្នឹងស្រួលមិនស្រួល100ឆ្នាំមុនអីជាប់សាច់ឈាមគ្នាផងកំដឹងអញ្ចឹងហើយវាអត់មានអីទៅឆ្លោះទៅតោះទៅតែងគ្នាទេក្រៅតែពីនាំគ្នាពង្រួមឥឡូវបានប៉ុណ្ណឹងចេះនាំគ្នាជួយទុកធរៈជនភៀសសិតអីហ្នឹងអង្គមកកំប៉ុងបុកមកកំប៉ុងទឹកមកដបអីចេះតែជួយគ្នា100មកកាក់មកសេនអីជួយគ្នាហ្នឹងណែខ្សឹបបន្តិចចុះមកគុំប៉ុណ្ណឹងរត់ដឹងអស់លុយប៉ុណ្ណាទេសពថ្ងៃជនភៀសសិតជាង400,000នាក់ហើយមួយថ្ងៃហូបអស់ប្រមាណគិតមើលទៅ400,000នាក់ហ្នឹងជាប់ទៅប្រយុទ្ធមកដល់ថ្ងៃនេះប្រើតែ2-30000នេះណាមួយថ្ងៃចាំទៅត2-30000នេះប៉ុន្តែអ្នករត់ចោលផ្ទះណាមួយថ្ងៃជាង400,000នាក់ជាង120,000គ្រួសារហើយណាបើគុំឲ្យយើងសាមគ្គីគ្នាជួយប៉ុណ្ណឹងមិនដឹងរត់ចាយលុយមួយថ្ងៃប៉ុន្មានទេលើបាយលើទឹកជនភៀសសិតណាប៉ុន្តែដល់តែយើងជួយគ្នាទៅរដ្ឋមានស្មារតីទំនុកបំរុងថវិកាទាំងអស់ទៅយោធាចឹងកម្លាំងទ្រព្យមានស្មារតីប្រយុទ្ធក្នុងការការពារដែលអធិបតេយ្យភាពបូរណភាពទឹកដីឯកភាពរបស់យើងនេះហើយយើងចេះតែបន្តចិញ្ចឹមជួយគ្នាហ្នឹងតែជួយគ្នាហ្នឹងតែជួយប៉ុណ្ណឹងវាក្រយើងនេះថាមិនក្រទេបិទតែវាអស់ខ្លះទៅមិនមែនប៉ុន្តែក្រែងទ្រព្យសម្បត្តិទាំងអស់ហ្នឹងយើងរកមកសម្រាប់ចាយវាពេលដែលចាំបាច់ឥឡូវចាំបាច់ហើយបើទុកឲ្យដាច់ពោះស្លាប់ពីណាស្លាប់ពូជយើងហ្នឹងស្លាប់បើទុកឲ្យវិនិច្ឆ័យពីណាវិនិច្ឆ័យពូជយើងហ្នឹងវិនិច្ឆ័យឲ្យគុណសម្បត្តិហ្នឹងមានទាំងអស់ជាពិសេសប្រសង់អ្នកពេលសុខសាងត្រាមចេះតែមានអ្នកខ្លះរិះគន់វត្តអារាមអីធ្វើវត្តធ្វើវាអីច្រើនម្លេះដល់មែនតើលោកសង្ឃជួយដែរណាវត្តតាមព្រំដែនអត់រត់ចោលទេប្រសង់នៅជួយស្បៀងដឹកស្បៀងដល់កងទ័ពអ្នកដែលស្រែកនោះបាទស្រែកទេសពថ្ងៃហ្នឹងប្រសង់ជួយណាស់ណាខំប្រឹងណាស់ជាពិសេសគណៈសង្ឃនាយកសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះមហាសមេធាធិបតីសម្ដេចព្រះសង្ឃនាយកព្រះអង្គចាត់ចែងព្រះមន្ត្រីសង្ឃសម្ដេចព្រះរាជាគណៈជួយយកចិត្តទុកដាក់អត់ចាញ់រដ្ឋាភិបាលដែលដឹកនាំដោយកុហកប្រមាណទេគឺថាជួយនេះអញ្ចឹងវត្តអារាមហ្នឹងអញ្ចឹងខ្មែរដែលជឿជំនឿជឿជាក់មកលើវត្តអារាមហ្នឹងអញ្ចឹងណាពេលស្រុកគេពេលស្រុកយើងមានទុក្ខមានភ័យព្រោះគ្មានជាតិសាសនាដែលគេមកជួយយើងដល់ដុតដៃដុតជើងជាងយើងទេទាំងប្រសង់ទាំងកុហកលែងនៅវត្តអស់ហើយលែងនៅផ្ទះអស់ហើយជួយប៉ុន្តែអ្នកថាបានថាអញ្ចឹងព្រោះមានអស់លុយអីថានោះថាមិនចូលបានលុយទៅទៀតបានចេះខំថាទៅបើយើងអ្នកជួយនេះកុំបាក់ទឹកចិត្តកុំស្លុតស្មារតីហើយជឿជាក់គ្នារួបរวมសាមគ្គីគ្នាណែរួបរวมសាមគ្គីគ្នាមិនបាច់ពីណាដឹងទេមិនបាច់ចង់អួតទេត្រឹមតែយើងដឹងទៅបានហើយ
ឥឡូវបើគេដឹងហើយខ្លួនយើងមិនដឹងក៏វាមិនគ្រាន់ដែរដែរតើតែយើងខ្លួនយើងណាដឹងខ្លួនឯងជឿជាក់ខ្លួនឯងនរណាមិនដឹងរឿងផុសទេព្រោះយើងកើតមកមិនមែនសម្រាប់ឲ្យគេដឹងទេជីវិតយើងនឹងមិនមែនទៅពឹងផ្អែកទៅលើការអួតការបង្ហាញគេថាអញធ្វើបានប៉ុណ្ណេះប៉ុណ្ណោះអីកុំបង្ហាញក៏បង្ហាញទៅប៉ុន្តែបង្ហាញក្នុងក្របខ័ណ្ឌណាមួយបានហើយកុំរហូតដល់ផ្ញើជោគវាសនារបស់ខ្លួនអីទៅឲ្យគេដឹងពេកវាអត់ល្អទេចាំបានខ្ញុំកណាអាត្មាលើកទឹកចិត្តឲ្យអស់ជំនាញជនក្នុងកម្ពុជាទេសណាដែលមានឈាមជ័រជាខេមរៈសក្យបុត្រណាខេមរៈបុត្រខេមរៈជាតិណាគឺថាក្នុងតម្លៃណាក៏ដោយការពារទឹកដីខ្លួនឯងឲ្យបានហើយដើម្បីការពារបានត្រូវការពារសាមគ្គីភាពឲ្យបានកុំបោះបង់គ្នាចោលកុំបែកបាក់គ្នាចោលហ្នឹងមុខទាំងអស់ហ្នឹងសិតតែខ្មែរហើយប៉ុន្តែសួរតែយើងអង្គុយក្នុងទីនេះបានណាត្រូវពលីជីវិតយុទ្ធជនយើងប្រមាណអ្នកទៅហើយពីដើមថាខ្ញុំកណានិយាយទៅវាអត់ពេលស្រុកទេសកើតសង្គ្រាមឥឡូវស្រុកកំពុងកើតសង្គ្រាមវាលែងផ្ទុះអាវុធហើយមិនមែនចំនួនព្រំដែនទេវាជាសង្គ្រាមកូនកាត់ហើយរាល់ថ្ងៃនោះពួកគេបាញ់ប្រហារគេអត់បានគិតលើស្ពានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអីប្រជាពលរដ្ឋអីទេតែគេចង់ដាក់គេដាក់ហើយឥឡូវវាកូនកាត់សង្គ្រាមហើយអញ្ចឹងតើវាពលីអស់ប្រមាណអ្នកទៅដែលបានសល់ដីប៉ុណ្ណឹងឲ្យយើងអង្គុយនៅហើយយើងធានាបានទេថា100ឆ្នាំទៀតយើងទុកឲ្យកូនយើងបានប៉ុណ្ណឹងតដែរឲ្យចៅយើងបានប៉ុណ្ណឹងតដែរអត់មានស្មានទេណាត្រូវតែបានអញ្ចឹងតែមកដើម្បីតែបានហ្នឹងគឺម៉េចគឺថាកុំឲ្យបែកបាក់គ្នាហ្នឹងមកគេប្រាប់អីឲ្យតាមទៅកុំទៅជំទាស់ទៅតឹងទៅតែងខ្វែងគំនិតស្រឡាញ់ខាងណាក៏ដោយស្អប់ខាងណាក៏ដោយទុកទាំងក្នុងចិត្តទៅប្រទេសកម្ពុជាយើងប្រទេសប្រជាធិបតេយ្យទេចង់ឆ្លោះគ្នាណាទៅឆ្លោះក្នុងស្លឹកឆ្នោតបិទប្រអប់ចិត្តគេឲ្យយើងគូសគេឲ្យយើងវាហើយទៅឆ្លោះគ្នាក្នុងនោះដែរស្រឡាញ់អ្នកណាដាក់ក្នុងនោះប៉ុន្តែហាមដាច់ខាតកុំឲ្យណែលោឡាច្បាំងគ្នាដោយពលរដ្ឋនិងពលរដ្ឋដោយការតែការញុះញង់របស់អ្នកដទៃហើយល្មមហើយល្មមឈប់ជាគ្នាហើយខ្មែរនោះទេណោះបើសិនតែជាហើយមកកើតមាសកើតប្រាក់កើតយសកើតស័កកើតសេរីវាសំណំនៃជាប៉ុន្តែជាទៅវាអន់ថយទៅជាទៅវាត្រឡប់ត្រឡិនទៅចេះតែនាំគ្នានៅតែប្រឹងប្រកាន់យកភាសាទាំងអស់ហ្នឹងមកដោះស្រាយអញ្ចឹងលោកគាត់បីយើងក្នុងកលៈទេសៈនេះខំមកសង្កត់ចិត្តហើយជួយគ្នាតាមលទ្ធភាពដែលអាចជួយទៅបានដូចជាសពថ្ងៃមានពិធីប្រកាសសច្ចកិរិយាអញ្ចឹងណាហេតុអីបានគេត្រូវប្រកាសសច្ចកិរិយាព្រោះនេះជាពុទ្ធសាសនិកលោកនឹកទៅដល់កាលព្រះបរមពុទ្ធិសត្វដែលព្រះអង្គយកកំណើតកើតជាសត្វគ្រួចឬក៏កើតជាសត្វណាមួយឬក៏កើតជាមនុស្សទេវតាណាពេលដែលមានភ័យបៀតបៀនព្រះអង្គតែងប្រកាសសច្ចកិរិយាហ្នឹងក្នុងជាតិដែលព្រះអង្គកើតជាសត្វគ្រួចត្រូវភ្លើងឆេះចិត្តដល់សម្បុកព្រះអង្គប្រកាសសច្ចកិរិយាពាក្យពិតតែជើងព្រះអង្គនៅទុនស្លាប់ព្រះអង្គនៅខ្ចីព្រះអង្គធ្វើអ្វីក៏មិនកើតទេព្រះអគីក៏រលត់ដែរឥឡូវនេះប្រជាពលរដ្ឋយើងប្រកាសសច្ចកិរិយាដែរគណៈសង្ឃនាយកចេញសេចក្តីណែនាំមកទីវត្តទីអារាមក៏ធ្វើឥឡូវថ្ងៃនេះរាជធានីលង្វែកក៏បានធ្វើតាំងពីម្សិលមកម្លេះគឺប្រកាសថាប្រទេសជាតិយើងសុំតែសុខទេ
មិនឆ្លៀនពៀនមិនចង់បានរបស់អ្នកណាទេសំថែរបស់ខ្លួនឯងដែលនៅសល់ប៉ុណ្ណឹងឲ្យតែគង់មិនបន្ទុះមិនសារាយជាមួយនឹងបរទេសណាទេដោយសច្ចកិរិយាហ្នឹងសូមឲ្យសង្គ្រាមនេះស្ងប់រងាប់ទៅសូមឲ្យប្រជាពលរដ្ឋយើងបានសេចក្តីសុខសូមឲ្យវីរៈកងទ័ពយើងផុតអំពីគ្រោះភ័យមកដល់ថ្ងៃនេះមិនដឹងថាយើងពលីទៅប្រមាណអ្នកទៅហើយបើនៅបន្តទៀតតើមានវណ្ណៈប្រមាណអ្នកទៀតទៅត្រូវពលីទៀតអ្នកនោះជាអ្នកណាកូនយើងចៅយើងបងប្អូនយើងជនរួមជាតិយើងនៅទីនេះអង្គុយសើចសប្បាយបានតែគេនៅទីនោះគេយកខ្លួនទៅពាំងគ្រាប់តើគេមិនស្នេហាជាតិជាងយើងទេមិនគេអត់ចេះទៅជេរគ្នាប្រហោះគ្នាហាយហូរគ្នាតាម Facebook តាមទូរស័ព្ទអីទេគេអត់ដេកមិនស្រួលហូបមិនឆ្ងាញ់នៅដោយភ័យខ្លាចគេចូលរោគរៀនឆ្លៀនពៀនទាំងអស់នោះគេមិនស្រឡាញ់ជាតិទេតែគេមិនចេះហាយហួរគ្នាមិនចេះញុះញង់គ្នាអញ្ចឹងយើងទាំងអស់គ្នាជាខេមរៈជាតិនេះប្រកាន់យកចរិតញុះញង់សោកសៀតចាក់ដោតបំបែកបំបាក់គ្នាយកមកធ្វើជាគោលបើយើងនៅតែប្រកាន់ទង្វើបែបហ្នឹងយកមកទេយើងនឹងឲ្យជន់ក្បត់ជាតិនោះមិនបាច់រយណាឆ្ងាយទេប្រទេសជាតិយើងនេះបើយើងមិនបានសងគុណអីទេសូមកុំឲ្យតែនាំភាពក្តៅក្រហាយឲ្យទឹកដីប្រជាជាតិរបស់យើងទៅបានហើយបើយើងមិននាំសេរីសួស្តីមិននាំស្អីមកឲ្យដល់ជាតិហើយបែរជាខំខ្នំគ្នាបន្ទុះសារាយទៀតសួរថាយើងនឹងជាស្អីយើងនឹងមិនជាដង្កូវសង្គមហើយទេមែនទេមែននឹងចឹងហើយជាតិរីកចម្រើននេះគេមិនដែលជេរផ្ដិចផ្ដាសាគ្នាញុះញង់សោកសៀតលៀបពណ៌គ្នាធ្វើឲ្យប្រទេសរីកចម្រើនអត់ទេអត់មានអត់ដែរមានតែភាពសាមគ្គីមកុដវិញជាធ្លុំមួយមកុដដែលអាចរក្សាការពារដែលលទ្ធិបតេយ្យភាពរបស់យើងបរណភាពទឹកដីជាតិសាសនាព្រះមហាក្សត្រយើងបានគឺផ្សំតម្លៃដែលវីរៈបុរសជាតិរបស់យើងគាត់អាចលះបង់ឈាមសាច់របស់គាត់នោះទៅសំតម្លៃតែបើយើងមិនចឹងទេគាត់ឯនោះវាបិទភ្នែកមិនចិត្តទេខំការពារដីមកចង្អាមកលីមិនឲ្យបាត់ផងមិនដែរប្រជាពលរដ្ឋនាំគ្នាឆ្លោះតោះតែងខ្វែងកំណត់គ្នាបែកបាក់ជាបកជាពួកជាក្រុមមនុស្សគាត់បិទភ្នែកមិនចិត្តទេចឹងដើម្បីឲ្យគាត់បិទភ្នែកចិត្តគឺថាសំតម្លៃនៃការពលីរបស់វីរៈកងទ័ពគ្រប់ចំនួនទាំងអស់ក៏បីតែយើងត្រូវរក្សាសាមគ្គីភាពគ្នាឲ្យបាននៅប៉ុណ្ណឹងទៅចោះមិនវែងឆ្ងាយអីទេព្រោះពាក្យទាំងអស់និយាយទៅវិលមកគឺថាមានតែប៉ុណ្ណឹងបើយើងធ្វើប៉ុណ្ណឹងបានហើយគឺអាត្មាធានាថា100 200ឆ្នាំទៅមុខនៅតែមានជនជាតិខ្មែររស់នៅលើដីហ្នឹងអញ្ចឹងជាម្ចាស់ប្រទេសអញ្ចឹងប៉ុន្តែបើថាអត់ទេណាទៅហើយតែមិនកែប្រែទេគឺថាទៅអញ្ចឹងគឺថាយើងពេលនេះប្រកាសសច្ចកិរិយាហើយធ្វើមេត្តាចិត្តបន្តិចទៅដើម្បីផ្សាយនៅមេត្តាចិត្តនេះឲ្យដល់សពសត្វទាំងអស់ជាអ្នកមិនមានពីនឹងគ្នាហើយឆាប់បានឲ្យប្រទេសជាតិយើងទទួលនៅសុខសន្តិភាពត្រឡប់មកវិញសូមឲ្យមានទ័ពគឺមេត្តាកាន់យកអាវុធគឺករណានេះបាញ់ដោយមុទិតាទៅឲ្យសពសត្វទាំងអស់បានសេចក្តីសុខមិនមានពីមិនមានភ័យនឹងគ្នា
ព្រោះមនុស្សជាតិដូចគ្នាទេប៉ុន្តែឆ្លងកាត់ការកាប់សម្លាប់គ្នាវិលទៅវិលមករកទីបញ្ចប់មិនមានទេអញ្ចឹងសូមឲ្យយើងទាំងអស់គ្នាតាំងចិត្តបន្តិចទៅណោះនាំគ្នាតែនភ្នែនបន្តិចទៅហើយបិទភ្នែកធ្វើខ្លួនឲ្យត្រង់កម្មយកអាវុធគឺមេត្តាក្នុងទីនេះឲ្យប្រទេសជាតិយើងបានដល់នៅសេចក្តីសុខសន្តិភាពណាតែនភ្នែនបន្តិចទៅហើយដាក់ដៃស្ដាំនៅលើដៃឆ្វេងជើងស្ដាំនៅលើជើងឆ្វេងតម្កល់ដងខ្លួននោះឲ្យត្រង់ហើយអធិដ្ឋានថាបិទភ្នែកទៅហើយអធិដ្ឋានថាដោយគុណានុភាពនៃព្រះរតនត្រ័យមានពុទ្ធានុភាពជាប្រធានធម្មានុភាពសង្ឃានុភាពទើបរក្សាព្រះនគរទើបរក្សាស្វេតឆ័ត្រជាទេវតាមានស័ក្តិមានយសក្នុងព្រះនគរនេះសូមអនុមោទនានៅអាវុធគឺមេត្តារបស់យើងរាល់គ្នាក្នុងវេលាឱកាសនេះមិនទៅនៅគ្រាប់គឺករុណាបាចសាចទៅនៅមុទិតាសូមឲ្យព្រះនគរកម្ពុជាកន្លងបងទុក្ខកន្លងបងភ័យរាល់សត្រូវជាបច្ចាមិត្តឯណាដែលកំពុងតែទន្ទ្រានឈ្លានពានផែនដីរបស់យើងក្នុងវេលាឱកាសនេះសូមឲ្យខ្លោបខ្លាចហើយលែងហ៊ានប្រទុះសារាយបន្តទៅទៀតដោយមេត្តាភាវនាក្នុងទីនេះសូមឲ្យទេវានុភាពទាំងឡាយមានអានុភាពពិតប្រាកដឈុតឆាប់តាមបំណងមនុស្សរាប់រយរាប់ពាន់ក្នុងទីនេះគ្មានបំណងប្រាថ្នាយុះទេក្នុងពេលនេះគ្មានបំណងប្រាថ្នាលៀបសក្ការៈទេគ្មានបំណងប្រាថ្នាទ្រព្យអ្វីក្រៅអំពីសន្តិភាពទេគ្រប់គ្នាមានបំណងតែមួយគត់សូមឲ្យប្រទេសជាតិបាននូវសន្តិភាពសូមកប់នៅដោយមេត្តាមេត្តាតែកំចាត់បងនៅព្យាបាទទាំងឡាយករណាតែងបំបត្តិនៅហិង្សាទាំងឡាយមុទិតាតែងបំបត្តិនៅវិរតិទាំងឡាយឧបេក្ខាតែងលះបង់នៅរាគៈនិមិត្តទាំងឡាយចឹងបំណងរបស់យើងទាំងអស់គ្នាក្នុងទីនេះអធិដ្ឋានជាធ្លុងមួយដោយសូមឲ្យប្រទេសកម្ពុជាបាននៅសុខសន្តិភាពសូមឲ្យវីរៈកងទ័ពដែលកំពុងតែការពារដែនអធិបតេយ្យភាពទឹកដីនោះបាននៅសុខសុវត្ថិភាពសូមឲ្យកងទ័ពយុទ្ធជនយុទ្ធមិត្តអ្នកដែលពលីក្នុងភ្លើងសង្គ្រាមទាំងអម្បាលម៉ានោះសូមទៅកើតក្នុងសុគតិភពដោយបុណ្យរបស់យើងក្នុងវេលាឱកាសនេះសូមឲ្យយើងតាំងចិត្តឲ្យស្ងប់ហើយបញ្ជូនមេត្តាចិត្តនឹងក្នុងរយៈកាល3នាទី
ទុក្ខបត្តាចិនតងខាវយាមបន្តាចិនពយាសោកម្មបន្តាចិនីសោកាហោនទុសាពេពេបានិណោសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីតងបានសេចក្តីតងទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅវងសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសក្យមុនីណតេសន្តិបរាំងសុខੰពុំមានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់ឡើយក្រែងលោខ្ញុំប្រកាសអាត្មាភាពទៅជួបអស់លោកមិនបានគ្រប់ច្រករហកសូមអំណាចនៃទេវានុភាពទាំងឡាយចូលទៅរក្សាលោកទាំងឡាយដល់បាយដល់ពិសេសសូមពុទ្ធមន្តទាំងឡាយទៅរក្សាការពារលោកទាំងឡាយដល់បាយដល់ពិសេសលោកឯណាដែលមានទុក្ខសូមជាអ្នកបាត់ទុក្ខលោកឯណាមានសោកសូមជាអ្នកបាត់សោកលោកណាមានភ័យសូមជាអ្នកបាត់ភ័យលោកឯណាដែលមានរោគសូមជាអ្នកបាត់រោគទៅវិយោទេវមនុស្សាnăngវិយោព្រំមាននមុតតមោវិយោនិកៈសបណ្ណាnăngបរិន្ទ្រិយ៉ាងមានមិហੰនមោមហាកានមោអោមាចារថសៈមិរញ្ញកាកចੰចោរੰចិញ្ចាមានអញ្ចសច្ចកាំងនិកੰពកម្មចណោចនិហន្តុមេជយមង្គលាំងត្រីនេតសង្ហែពុទ្ធនេគាអញ្ចវិស្ណុនវមេខៈអេខៈយខៈនវៈទេវាទ្វេរាជារហន្តានំសទ្ធិកញ្ចាំងសទ្ធិការកតាសទ្ធិទេជោជយោកញ្ចាំងសទ្ធិលៀបភាំងអហង្កសទ្ធិមេមិអហង្កសទ្ធិមេមិអហង្កសទ្ធិមេមិរាជតោវាចរតោវាមនុសតោវា
មនុស្សតោវាអកិតោវាឧត្តកតោវាបិសាចកតោវាខានុកតោវាកណ្ណកតោវាចនពតិរោគតោវាអសទ្ធមតោវាចន្ទតិសមិកៈកោណកុក្រៈហេវចកៈសម្បតិមិអច្ឆតអរច្ឆសោក្រៈមហិង្សយខៈរក្សាទីហេនានាភយតោវានានាឧបតកតោវានានារោគតោវាអរខង្កនហន្តុបារមីតានភាវេនខត្តយកជារេហេសក្ខីកេសេហេតិសោរសាងបលាយន្តិវិធាំងសេធ្វាសេសតតោដោយបរិវេណ300ម៉ែត្រជុំវិញដោយទីនេះសូមឲ្យទឹកទាំងឡាយកើតជាព្រះបរិត្តសូមខ្សែទាំងឡាយកើតជាខ្សែបរិត្តវត្ថុឯណាជាវត្ថុអពមង្គលឲ្យប្រែក្លាយទៅជាវត្ថុមង្គលវត្ថុណាជាវត្ថុមង្គលហើយសូមឲ្យរឹងរឹកតែជាវត្ថុមង្គលមានជាភ័យយោភាពតរៀងទៅដោយអានុភាពនៃគុណានុភាពនៅពពួកទេវតាទាំងឡាយដែលមានឫទ្ធិជាអ្នកដែលព្រមហើយដោយសមាធិជាអ្នកជ្រះថ្លាក្នុងព្រះរតនត្រ័យជាអ្នកថែរក្សានៅពុទ្ធសាសនាសូមថែរក្សានៅជានានិជនប្រុសស្រីក្នុងកម្ពុជាកម្ពុជាទេសទាំងមូលនេះប្រកបដោយយុះផងសេរីផងភោគផងសម្បត្តិផងគ្រប់ប្រការជាអ្នកមិនមានទុក្ខមិនមានរោគមិនមានភ័យដោយអានុភាពនៃព្រះបរិត្តទាំងឡាយបញ្ញលាភទាំងមហាតេជាងវណ្ណខេតេមហាយសង្សពសតអិតាំងតាំងសនន្តអសេសតោអត្តបរិអិតាំងជាតិតាំងបរិត្តតំតំវនមហេជយ៉ាងទេវមនុស្សានੰយយោហន្តបរាជិតោមេរសេនាភិកន្តាសមន្តាទ្វាទស្សយុជនីខន្តីមេត្តាវទាំងសេត្វានិចកុមារពវេសង្សរន្តោតបច្ចៈខុងវិសោតយិបរិយាបណ្ណាទិសោតានੰហេតាយចៈសុខាយចៈពុទ្ធកិច្ចੰវិសោទេធ្វាបរតន្តំភនមហេចន្ទោបណ្ណរសោយថាដូចជាប្រចាំក្នុងថ្ងៃ15កើតមនិជោទេរសោយថាពំនុសោតដោយកែវមณีមានរស្មីដ៏រុងរឿងជាកែវវិសេសអាចញ៉ាំងរាល់សេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចបានធុសាធុសាធុអតមាងកេណវន្តេហាងតាតាបាងសងវរន្តមាងតនទេជាតចៈខ្មែរនេះយូរយាមកហើយអត់តន់ជាចំណែកណាមួយបំផ្លាញជាតិទេគឺវត្ថុរតនតយសៈវន្ទាមិខ្ញុំបកណ្ណាម្ចាស់សូមធ្វើការក្រាបនមស្ការថ្វាយបង្គំចំពោះព្រះជន្ម3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពសេចក្តីជ្រះថ្លាកោតក្រែងក្រែងលែងសពសត្វតាក្រាបនមស្ការថ្វាយបង្គំពោះព្រះគ្រូសក្យបុត្រសង្ឃរៈព្រះអនុគុណស្រុកកំពង់លែងនិងជាព្រះបិតាសង្ឃវត្តស្វែងពីទីគោរពស្ការៈនមស្ការថ្វាយបង្គំពោះព្រះត្រីសង្ឃและเทราនុเทระគ្រប់ព្រះអង្គទាំងអស់ដែលមានព្រះវត្តមានក្នុងវេលាឱកាសនេះសម្រាប់បងប្អូនអស់លោកជាអិសរាធិបតីសម័យបាទានទាំងអស់ដែលសិក្សាទៅជាអ្នកបានរំលែកនៅធនធានរបស់ខ្លួនទំនុកបំរុងក្នុងពុទ្ធសាសនាជាពិសេសបានទំនុកបំរុងវត្តស្វាយរំពេបានកើតនៅសមិទ្ធផលច្រើនបែបយ៉ាងមានព្រះវិហារគាសិក្សាកុដិផ្លូវតុបទឹកគ្រឿងផ្សេងទៀតដែលសិស្សទៅជាបម្រើផលប្រយោជន៍សាធារណៈក្នុងចំណែកនៃពុទ្ធសាសនាក្នុងទឹកដីវត្តស្វាយពីនេះក៏ដោយលក្ខតរិទ្ធម្ដងឧត្តមក្នុងថ្ងៃសុក្រ5រោចដោយខែមករាឆ្នាំរោងឆស័កពុទ្ធសករាជ2568នេះព្រះម្ចាស់ព្រះគ្រូសក្យបុត្រសង្ឃរៈព្រះអង្គបានរៀបចំចាត់ចែងឲ្យមានបុណ្យឆ្លងនៅសមិទ្ធផលទាំងអស់ហ្នឹងដែលជាការឆ្លងនេះមិនមែនឆ្លងស្ពានឆ្លងទន្លេអីទេជាការឆ្លងនៅសទ្ធាដែលយើងបានពុះពៀមកសន្សំតិចក្តីច្រើនក្តីតាមលទ្ធភាពដែលមានក្នុងធនធានផង
នៅក្នុងសន្តានដែលជាសទ្ធាផងហើយក៏បានកើតតែជាវត្ថុទាំងអស់នឹងតម្កល់ទុកជាសារណដ្ឋានជាទីប្រើប្រាស់ជាទីគោរពបូជាក្នុងវត្តស្វាយទាំងពួងហើយការប្រើប្រាស់នៃទៀតសោតមិនមានអ្នកឯណាក្រៅពីពុទ្ធបរិស័ទនឹងទេអ្នកប្រើប្រាស់នោះយើងនាំគ្នាគិតមើលទៅការកសាងវត្តអារាមសាលារៀនគ្រឿងប្រើប្រាស់ទាំងអស់ក្នុងវត្តហ្នឹងមិនមានទៅជាកម្មសិទ្ធិដាច់មុខឯណាដូចយើងកសាងផ្ទះកសាងវិឡាអីចឹងទៅតែធ្វើឲ្យចាស់ផ្ទះគេនៅគេប្រើប្រាស់យើងទៅនៅផ្ទះយើងប៉ុន្តែវត្តអារាមមិនដូចឆ្នោះទេវត្តអារាមតកណាកសាងហើយគឺសម្រាប់តែបរិស័ទដែលមកពីទិសផ្សេងអ្នកប្រើប្រាស់នឹងក៏ដែរមកសង់លោកគ្រាន់តែជាអ្នកមើលថែរក្សាស្នាក់នៅលោកមានការប្រើប្រាស់ក៏ពិតមែនហើយប៉ុន្តែប្រើប្រាស់ក្នុងការមើលថែរក្សាទុកដាក់ហើយប្រយោជន៍ដល់ពុទ្ធបរិស័ទដែលអញ្ជើញមកប្រាថ្នាក្នុងការធ្វើនៅកុសលក្នុងសាសនានឹងដែលជឿថាកាលណាបំពេញទានរក្សាសិលថ្វាយនៅសង្ឃភ័តជាដើមលក្ខហ្នឹងមិនជាទីត្រេកអរក្នុងលោកទឹកផងក្នុងលោកខាងមុខផងដែលជឿជាក់ថាជាបុណ្យនោះហើយក៏នាំគ្នាធ្វើទៅធ្វើទីណាធ្វើទីវត្តនឹងឯងហើយក៏ត្រូវការប្រើប្រាស់ព្រះវិហារការប្រើប្រាស់នៅសាលាឆាន់អីជាដើមទាំងអស់ហ្នឹងដែលជាប្រយោជន៍ក្នុងសាសនានោះវត្តអារាមជាទីកន្លែងប្រមូលផ្ដុំដែលបរិស័ទអ្នកព្រមព្រៀងគ្នាហើយមកបំពេញហើយថ្ងៃហ្នឹងអញ្ចឹងមនុស្សមកបើមិនមានវត្តអារាមទេមានទីណាដែលសំគួរដល់ការជួបជុំជាងវត្តអារាមទៀតនោះអត់មានទេវត្តអារាមមិនដែលបដិសេធបរិស័ទដែលចូលទេមិនប្រកាន់ថាជាអ្នកមានអ្នកក្រតែក្នុងតកោពងពោះថោកទាបអន់ថយរុងរឿងឬក៏ជាសាសនិកនិកាយសាសនាណាទេវត្តអារាមមិនដែលទាំងបដិសេធមិនទទួលស្គាល់មិនទទួលយកនៅបរិស័ទទាំងអស់នោះទេយើងកន្លែងផ្សេងគេអាចជាមិនទទួលមនុស្សគ្រប់ប្រភេទវណ្ណៈទេប៉ុន្តែវត្តអារាមមិនដូចឆ្នោះទេមនុស្សមកពីឆ្ងាយហត់កម្លាំងអស់កម្លាំងនឿយហត់ព្រោះការរកទទួលទានជួញប្រែអ្វីមួយខ្វះទីសំណាក់អាស្រ័យប្រមែងសុំទីវត្តអារាមសំណាក់អាស្រ័យនឹងជាទានមួយដែរគឺសេនាសនៈទានជាកន្លែងដែលឲ្យមនុស្សយាចរមនុស្សធ្វើដំណើរគោចរចរិតពីទីដតីផ្សេងត្រូវការសម្រាប់ក៏មកអាស្រ័យសម្រាប់នៅវត្តអារាមបាននៅកំព្រាទូរគតឥតគ្រួសារឥតបងឥតប្អូនឥតកូនឥតចៅវេលាអស់ទីពឹងទៅក៏រមែងទៅសុំវត្តស្នាក់អាស្រ័យវត្តក៏មិនដែលបដិសេធដែរបើការខុសត្រូវទំនុកបំរុងហាក់បីដូចជាសាច់ញាតិអញ្ចឹងភិក្ខុសាមណេរដែលមកពីទិសផ្សេងជាបញ្ញវន្តក្តីជាអ្នកសិក្សានៅគម្ពីរដីកាក្តីកាលណាចរិតមកកាន់វត្តអារាមហើយវត្តក៏មិនដែលតែបដិសេធថាមកពីវត្តណាខេត្តណាទេគ្រាន់តែសួរឲ្យដឹងថាជាមនុស្សបុះត្រឹមត្រូវតាមច្បាប់ទម្លាប់ហើយជាមនុស្សប្រណិប័តធម៌ដ៏ល្អប្រសើរហើយឥតមានទោសឥតមានរឿងជាពិរុទ្ធកម្មឯណាកើតឡើងហើយក៏ទទួលយកឲ្យស្នាក់នៅទំនុកបំរុងដោយអាហារបណ្ឌបាតសេនាសនៈគ្រឿងស្លៀកចន្ទប់រហូតបានរៀនខ្ពង់ខ្ពស់ទៅទៀតបានរៀនខ្ពង់ខ្ពស់ហើយបើប្រពន្ធចាស់អង្គនោះលោកនៅបន្តក្នុងភ្នោះក៏រមែងញ៉ាំងប្រយោជន៍សាសនាទៅប៉ុន្តែដល់ទៅលោកអស់និស័យក្នុងភ្នោះលាចាកសិក្ខាបទទៅក៏វត្តអារាមមិនដែលទៅទាគុណសម្បត្តិឬក៏ប្រាក់ឈ្នួលអីពីគុណបំណាច់ដែលធ្លាប់ចិញ្ចឹមធ្លាប់បីបងស្នំអំពីឲ្យរស់នៅបានសិក្សានឹងដែរអញ្ចឹងវត្តអារាមនេះវាជាប្រយោជន៍មិនត្រឹមតែជួយបណ្ដុះនៅ
ពុទ្ធិចំណេះដឹងក្នុងការអប់រំតែប៉ុណ្្នឹងទេជួយទៅបង្កើតធនធានមនុស្សជូនដល់ប្រទេសជាតិយើងទៀតផងចឹងហើយបានបរិស័ទក៏បីកំណំគ្នាយល់ច្រឡំថាការកសាងវត្តនេះជារឿងឥតប្រយោជន៍ជារឿងឥតអំពើឡើយនេះគ្រាន់តែជារឿងប្រយោជន៍ដែលយើងឃើញនឹងភ្នែកមិនបាច់រាប់ឆ្វេងដល់របរលោកដែលជាបុណ្យជាកុសលក្នុងការកសាងទីសេនាសនៈពុទ្ធាសនៈសង្ឃាសនៈអីជាដើមឡើយនេះវត្តអារាមពីដើមមកមិនមែនត្រឹមតែដើរតួគ្រាន់តែជាកន្លែងនុបម្រុងសាសនាទេថែមទាំងជួយជាគំនិតបញ្ញាក្នុងការដឹកនាំរដ្ឋក្នុងការជួយពង្រឹងនៅវិស័យអប់រំក្នុងប្រទេសទៅទៀតនោះប៉ុន្តែជាអកុសលទេដែលប្រទេសយើងកើតសង្គ្រាមរហូតឈានដល់ការលុបបំបាត់សាសនាក្រោយមកក៏ទៅតែកកើតមានពុទ្ធសាសនាឡើងវិញបានកសាងវត្តអារាមឡើងវិញហើយក៏ចាប់ផ្ដើមខ្លួនទីពឹងខ្លួនសិនរហូតមកដល់បច្ចុប្បន្ននេះវត្តមួយចំនួនក្នុងប្រទេសយើងបានដើរតួយ៉ាងសំខាន់ទៅហើយក្នុងការជួយអប់រំផ្សព្វផ្សាយនៅទ្រឹស្ដីរបស់ពុទ្ធសាសនាដែលជាពុទ្ធដីកាយើងថាទ្រឹស្ដីអញ្ចឹងទៅចោះមិនតែជាពុទ្ធដីកាដែលព្រះអង្គបានពង្រៀនពីសច្ចភាពដំណោះក៏បីប្រកាន់យកហើយកាលណាដែលយើងប្រកាន់យកទៅអានឹងសេចក្តីសុខមិនមែនកើតឡើងដល់ខ្លួនយើងផងដល់គ្រួសារផងដល់ប្រទេសជាតិយើងនឹងផងបរិស័ទទាំងឡាយមេចាស់ប្រុសស្រីយុវសិស្សទាំងឡាយក៏បីគិតថាការអប់រំខ្លួនឲ្យដល់នៅកន្លងធម៌នេះជារឿងបានដោយក្រអញ្ចឹងហើយក៏បីកុំធ្វេសប្រហែសហើយសប្តាហ៍ថ្ងៃយើងកំពុងតែមានសេចក្តីប្រមាទច្រើនជាងការប្រុងប្រយ័ត្នប្រមាទនៅក្នុងរឿងរស់នៅសប្តាហ៍ថ្ងៃហ្នឹងយើងប្រមាទហើយសប្តាហ៍ថ្ងៃហ្នឹងនោះមិនមែនជាអ្នកដែលមានភាពខ្ជាប់ខ្ជួនអីប្រកបជាទៅទេអញ្ចឹងហើយជួបវាសនាប្រទេសជាតិជួបវាសនាគ្រួសារយើងខ្លួនយើងនៅលើខ្លួនយើងចេះមានស្មារតីចេះកោតក្រែងប្រុងប្រយ័ត្នជាជាងដែលយើងមិនដែលដោយហើយរស់នៅក្នុងភាពឆ្លក់វង្វេងទាំងតែមិនដឹងថាខ្លួនឯងកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងមើលសប្តាហ៍ថ្ងៃប្រហែលអ្នកទៅដែលដឹងថាខ្លួនឯងកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងក៏អត់ដឹងទេមិនថាប្រសក់ទេខ្លះដល់ប្រសងក៏លោកកំពុងតែរស់នៅក្នុងភាពឆ្លក់វង្វេងដែលអត់បានដឹងបានពិចារណាអំពីអ្វីជារឿងគួរអ្វីដែលជារឿងមិនគួរក្នុងលោកនេះពិសេសជនជាតិខ្មែរយើងហ្នឹងសពថ្ងៃលោកស្រីទៅឆ្លក់វង្វេងហ្នឹងគ្រឿងកាយសម្ផស្សទៅនឹងលេនឹងអីចឹងទៅដល់ទៅពេលផលចុងក្រោយនាំគ្នាឈឺព្រោះប្រសាធាតុគីមីនឹងវាច្រើនបរោះនាំគ្នាវេងនៅក្នុងគ្រឿងសវឹងអីចឹងជាដើមទៅយុវសាស្ត្រនាំគ្នាវេងជាមួយនឹងបព្វធម៌បរទេសខ្លះជាមួយនឹងហ្គេមជាមួយនឹងទូរស័ព្ទអីនឹងខ្លះទៅដល់តែអញ្ចឹងទៅវាសនាមនុស្សធនធានមនុស្សក្នុងប្រទេសហ្នឹងសង្ឃឹមអីទៅហើយក្មេងៗនាំគ្នាវេងជាមួយនឹងការហូបចុកគ្រឿងកំប៉ុងគ្រឿងផ្អែម30មិនតាន់ទេនាំគ្នាកើតទឹកនោមផ្អែមកើតលើសឈាមកើតលៀមឈាមអានឹងយើងសប្តាហ៍ថ្ងៃកំពុងតែរស់នៅក្នុងភាពវែងហើយមិនបានដឹងថាខ្លួនជាអ្នកវែងពេលណាឈឺស្កាត់ទៅបន្ទុកធ្លាក់ទៅលើទីពេទ្យនាំគ្នាសប្តាហ៍ថ្ងៃចិត្តថាទេខ្លាចឆ្លងអេដខ្លាចឆ្លងអីប៉ុន្តែអាចជំងឺដែលមិនឆ្លងនោះហើយច្រើនជាងអេដទៅទៀតសប្តាហ៍ថ្ងៃហ្នឹង
lúc caoទឹកnôm phải em của man nè tới sắp ngày này nôm lơ chiêm nó của man nè tới nôm liêng chiêm nôm cao rô lan rô của phe của viên nó của man nè tới chẳng ỏn nấu màu ấy màu vì dương rô nơi nông cam về hay man trong bị giặt ở khuôn này miền mọt từ chế hà tới hộp tới xa tới từตัวtiền tới mình bàn đăng là bỏ nông cua rừng cua nông tiền na mình cua nông tiền na chỉ đào chẳng cả đành chân khuôn anh viên khuôn anh plan khuôn anh phải chế từ sai đã bận tốc từ nẹt đi từ nhận nông dần từ ấy từ cho nó còn nông hết từ cho năng sát na chỉ đào Phật sát na tăng nơi nông trẻ đi chia là chạ mai này du chia mà hắn toàn chia chủng này nam mình plan chia thế sắp tới chia chủng này chui chia bọc thò chôn chết mai cao mai lơ ấy công ta tham miết Phật sát na năng tăng nơi đó từ bàn ra xa tạ sinh nhàn bọc luôn nó rồi dương nông kia bờ nghe ta Phật sát na ắt phải giao có sang vật ắt phải giao nó khó hay mau ta phải dương chỉ mà nó đại bản ban bờ khơi phải giao vì sát na luôn anh thế trong Phật sát na mình chui đấy ao tập sang ban sắc xa đến sâu tập năng thế chui chỉ lùm nâng rồi bao sòng công tiên cùng mùi để ở bên sát na trong trái thế tôi thả sân công nâng bò rồi bố đói bạ để bọt để pi đây ta đa chẳng hay Phật sát na nó chia lùm nâng rồi bao sòng công đấy chia lùm nâng rồi bao chừng nưa chia phô rót nông cao tiền đi ban nơi xa mà kỳ tiếp ai cái đâyจะเทียบกับPhậtกับบริษัทจนเฉียดนั่งchẳng hay dừng cùng chơi tự thật Phậtศาสนาthìศาสนาได้lòng kia vừa từ gót ở ban ca nô nên bao giờ bị dư cuồng dư thế và bằng lừa lục nâng xây có ở ban ca đấy bảo sao là dư mưa khơi thả chỉ là bằng mình trời ca nô còn ta bảo sao là dư khơi chỉ là bằng cua tại hơi tới sông bay tại smile chương tra cái chỉ phải giao đấy lục miền rô trời ca bò được phô smile chương tra từ rô smile chương tra mau đầm bay chỉ tí cài rô Phật sát na công để dây bay đó là vật aram nó dân hai dân có bay như sẽ đây với cha là bùi ở trong trời ở nhẹ rồi lật cùng đại một đôi ở cả vô khơi là bao dương tứ nhang luôn dương ở chơi được nông rương đá dương chơi thật cực đây có đa ở miền hai pha bạc lọt mình thầy dương chơi là tập tục bát tạ tham Phật sát na bài này bài nô ngày sắp ngày phổ biến ca chấm rong chấm ra kia tới là Phật sát na maintain bài này Phật sát na khai bài nô rồi sắp tới chỉ riêng lương mau nom oi để chụp vào cái kia tới đồn ta dương lục chìm lục miền hạt miền phong á lục bên cho tới nó khơi vừa từ oi để ban nó thế thì sắp tới miền bằng cọp để ăn từ đây bằng lô một của con rừng rau sen đại chỉ tụm niêm tụm lọp hấp xa cho một Phật sát na chứ nhiều trên tận nọ này từ to từ còn té ở từ to men tên nó được miền Bắc ấy cao được thì chỉ được một cái kia nè bọn mình chụp lên như thế cả cái prai để qua nơi áp chia cất thiệp cái dục vôประกอบđây tụm nứt mưa từ một ở bên mưa từ cao ở ngay đến cứ thà ban màu bên nơi được thiệp chụp rong chụp ra chụp một cái kia nha thế riêng Phật sát na chỉ Phật sát na hai còn tay Phật sát na từ nơi tam Phật tế na nữa ta xa luôn rồi từ chia bạ để bọt Phật tế nông thấy có bên Phật sát na tại Phật sát na thấy có xa luôn từ chia sát na muối để thật lập nông Phật tế thấy tới Lào và đôi kia Khmer dưới và đôi kia Việt Nam và đôi kia để xem như sao ta khoảng nào tới Phật tế để bên Phật sát na còn tay Phật sát na từ nơi Phật tế na xa luôn
ở cá từ chia ở nơi chỉ môi năng từ chia chốn nông và tên nông chẳng quân sa na khmer miền tụm niêm tụm nó bọn trôi nam mấy miền được nông quân sa na ấy ở thế bên đấy tụm liêm tụm lóp xa mót chuột thì một quân sa na bọn chôm bên ấy thế chỉ tụm liêm tụm lóp xa mót chuột một quân sa na bây giờ nằm liệt từ cho các vị trận đánh là chuột nè đôi sủng đánh ông sông lục lọp miền thể rạ đầy cá lục thải mình mà mình đăng thả bọc bài bên nông về mình miền nông quân sa na nông thế bên đấy đồn ta thì còn cao máu lục miền hẹp to lục đó thì dưới đất to đồn ta con ấy rồi miền bàn chấm đánh ấy cao được vì chuột nè đang lời dưới chỉ chuẩn dưới cả na để nó nêu rô nơi ngay bị cột sa na bị vọt aram sao là thoát lẹ cho để sao là thoát lẹ cho hai sân cung nâng vợ vợ hai mình đâu đại miền sao là thoát mình đâu đây bàn kia đất chết nâng sa na và bây giờ mình đâu ngay bị sa na chỉ bị xe vọt aram nâng cột sa na nữa tôi thầm nôm sao biến hệ rạy ột các bạn sẽ đây và ba lại ba tê chân ca và rất hạ có sao miền can là trời mực nông sự cùng dương ở từ mực nông bình tuấn là chuồng cao khmê nhà dụ trầm tại vùng phân năm thế trời ở phục cao từng lô trời thì ta bằng cao từng lô mở nông bài nắng chỉ mình ôm biên sao là thua mà bị nai mình ôm nắng mình ôm ngay bị vọt aram là ngày ngay bị áp rôm và bọc sát na là ngày hay chăng sân công môi đại bộ phim đã của sao là thua chứ sân công này dương trang ban với người dân này dương trang ban sân công này cục lốp con ai người ta lốp trai ai dụ chân và bật ạ sẽ thoa tàng nơi vây mình toàn cột vào dụ mình đã đây cho sân cung này dân chẳng bàn bẹp nắng rừng dần này một cột này sắp đặt tham mình chẳng bàn đây mình thấy chẳng ở đây về trời ca sa na chui tụm nốc cùng rong nay bành nhà mà ở đây này nay cả học rộng này hay có sang lúc ta tu chui ở dưới tiêu lăng mình khơi pi ca chui vào đồ thế dùng nòng kia đấy đời phiền kết rồi bằng dương này chỉ thể không mình chân rồi và thề ra bay là bay thề ra thông nông về riêng trên là chạ mà dương sập ngay luôn chui đó chui ấp rôm bành nha mà ở đây chui lơ cùng po tầm lai sắc xa tầm lai ấp rôm tầm lai sẽ chi được thoa trong sân là thoa ấp rôm plei chặt ở tiên nữa hay mình nuôi của man nè tới để tam đạp vừa tam luôn nó chưa phải giao thế phải giao để cao đi sát na phần đây miền sát na nơi và phần đang có nơi đang mình nuôi của phần tụm bơ áp sẽ là thò mong sòng cung miền ca càng là cho tụm rom tại ấp miền sát na tại tiệt mình lẹ từ lê dương rọt liền đang chìm luôn đôi sắt đây là chan ta ha lấy cất lấy cha rồi na ấy ông ta ha cả cao chìm luôn nắng nghi vì mình nghi và man đấy bàn tay cao tan mà ha dương cột kia đó nằm kia cao máu so mau lọ à cọ mấy dương cao máu chỉ mình không bật ở hai bàn tay à riêng và ba nó cứ tại cứ khuôn này cho chìm mình không pin lẹ cái nạn nó rất là ba ở trên mơ thò đại chìm mình không
គឺប្រកបដោយគុណធម៌5យ៉ាងការមិនបន្លាប់ការមិនបៀតបៀនការមិនលួចកេងប្រវ័ញ្ចប្រព្រឹត្តអតីតការមិនប្រព្រឹត្តខុសក្នុងកាមការមិននិយាយកុហកបោកប្រាស់ការមិនផឹកនៅទឹកស្រវឹងនេះសិទ្ធិធម៌ជាមនុស្សហើយប៉ុន្តែប្រហែលអ្នកទៅដែលធ្វើខ្លួនទៅជាមនុស្សពេញលក្ខណៈបាននោះមានទេមានបីតិចហើយដល់អញ្ចឹងហើយកាលណាដែលយើងប្រព្រឹត្តមិនបានធម៌nhưមនុស្សថាអារឿងអកុសលក្នុងសង្គមក៏កើតឡើងច្រើនព្រោះតែប្រាជ្ញាអំពីធម៌មួយជាមនុស្សហើយគឺមានតែធ្វើខ្លួនឯងឲ្យទៅចិត្តរឆានធ្វើខ្លួនឯងទៅចិត្តរឆានដូចបដិទៅគឺថាការរំលោភអំពានលើកូនឯងលើចៅឯងហ្នឹងហ่ะតែធ្វើខ្លួនឲ្យទៅជាដេរឆាននោះប្រសិទ្ធដេរឆានមានតែបានគិតថានោះជាកូនអញចៅអញអីស្រាប់តែតម្រូវការតតការចង់បានទៅអរកាលណាយើងធ្វើខ្លួនប្រឆាពីមនុស្សទៅបើមិនធ្លាក់ទៅលើដេរឆានទៅធ្លាក់ទៅលើប្រែតមិនទៅការចង់បានរបស់អ្នកដទៃតែមិនមែនជារបស់ខ្លួនគេប្រវាញ់លួចកឹបគេប្លន់ជាដើមចឹងទៅនៅក្នុងធម៌លោកភៈនោះទៅកាន់ធ្វើខ្លួនឯងទៅជាប្រែធ្វើខ្លួនទៅជាអសូរកាយមនុស្សម្នះរឹងស្អឹងអត់ស្ដាប់ពាក្យទូមានព្រានបដៅរបស់ដិតអ្នកប្រាជ្ញមេត្តាបៃតាគ្រូបាអាចារ្យប្រព្រឹត្តទានទាតាមតែចិត្តខឹងតាមតែចិត្តមិនបានដោយកំណងអានឹងធ្វើខ្លួនទៅជាទេអសូរកាយយ៉ាងរឿងដែលមនុស្សយើងកើតមកជាមនុស្សបានមកជាមនុស្សហើយមិនដែរពិបាកធ្វើខ្លួនទៅជានោះអញ្ចឹងលេងយ៉ាងម៉េចក៏បីធ្វើខ្លួនឲ្យត្រឹមត្រូវនៅក្នុងធម៌5យ៉ាងដែលជាមនុស្សហ្នឹងthìយើងចំណាំថាសិល5នោះយើងនៅឃើញថាប្រសាសិលបានប្រយោជន៍អីនោះយើងសួរខ្លួនឯងអញ្ចឹងណាសួរអដតីអញ្ចឹងណាហើយយើងគិតថាអត់ប្រយោជន៍ទេណាប៉ុន្តែមិនមែនទេសិលទាំង5នេះជាគ្រឿងដែលញ៉ាំងឲ្យយើងរស់នៅក្នុងកំណើតជាមនុស្សដល់ត្រឹមត្រូវជាជាងយើងនៅក្នុងសម្បកកាយជាមនុស្សប៉ុន្តែប្រកាន់ចរិតនិស័យជាតិរច្ឆានជាប្រែតជាអសូរកាយឬជាសត្វនរកអញ្ចឹងយើងងាកមកវិញតែយើងធ្វើវត្តធ្វើអីធ្វើវត្តដើម្បីជាទីប្រជុំនៃការអប់រំប្រជុំនៅការព្រមព្រៀងគ្នាប៉ុន្តែសូមទូលប្រគេនជម្រាបតែកុំធ្វើវត្តដើម្បីឆ្លោះគ្នាណាព្រោះវត្តស្រុកខ្មែរយើងក៏មានបន្តិចដែរដែលជាវត្តដែលឆ្លោះប្រកែកគ្នាអាចារ្យឆ្លោះលោកឆ្លោះនឹងអាចារ្យលោកឆ្លោះនឹងគណៈកម្មការឆ្លោះជើងវត្តនេះក៏មិនមានបន្តិចដែរទេបែរជាបច្ចុប្បន្នជាក្រុមហ្នឹងក៏ទៅជាវត្តអារាមលែងជាទីផ្សព្វផ្សាយហើយនៅទីអប់រំហើយក៏ទៅជាវត្តអារាមទៅជាគំរូឲ្យគេឆ្លោះបែកបាក់ប្រកបប្រចាក់គ្នាហើយជួនកាលគ្មានរឿងអីធំទេដើមស្វាយម្ដងជួនកាលទៅបញ្ហាប្រាក់គេចូលបុណ្យទាំង6លានអីចឹងទៅរឿងទាំងអស់ហ្នឹងរឿងដែលគេផ្ញើយើងដើម្បីបំពេញកុសលឲ្យគេសោះយើងអត់ចេះចាត់ចែងយកទៅជារឿងក្តៅកាហាយឆ្លោះគ្នាអីចឹងទៅនៅរឿងឆ្លោះគ្នាហ្នឹងបន្ទុកម្ដុំទៅចុះធ្វើម៉េចឲ្យវត្តអារាមបានដើរតួជាទីអប់រំជាមជ្ឈមណ្ឌលនៃការអប់រំទូលមានបរិស័ទមិនបាច់គិតតែបរិស័ទឆ្ងាយឯណាទេឡើយតែគិតអ្នកឆ្ងាយអ្នកក្បែរខ្លួនហ្នឹងវេទនាហើយគិតបរិស័ទដែលនៅជុំវិញហ្នឹងឥឡូវដូចជាវត្តស្វាយរន្ទាក្នុងឃុំស្វាយរន្ទាអញ្ចឹងស្រុកកំពង់លែងអញ្ចឹងធ្វើម៉េចឲ្យបានតែជួយជាទីពំនាក់អាស្រ័យរបស់បរិស័ទក្នុងឃុំក្នុងស្រុកហ្នឹងឲ្យល្អប្រសើរព្រោះអាណិតបរិស័ទយើងណាអ្នកម្នាក់ជាប់ដោយទុក្ខដោយការលំបាក
mình đăng chỉ miên tì na chỉ tì an mình đăng chỉ miên tì na chỉ tì pưng nè class cha chaแต่ให้miên thế xong bây chỉ tì pưng mình men tập thế quạt ắt miên đấy còn đây câu treo quạt mìnhประกอบได้ทั่วchỉ tì pưng mình cái còn một mấy năm kia rốt rồi vót đâm bay chỉ tì pưng chân vót rồi đau nơiทั่วដល់គាត់ជាជាងប្រកបដោយការប្រកាន់អញ្ចឹងវត្តត្រូវតែដើរតួបរិស័ទយើងមិនមែនសឹកតែជាអ្នកដែលបរិបូរដោយសេចក្តីសុខទេគ្រប់គ្នាសឹកតែជាអ្នកមានទុក្ខហើយទើបកាន់នៅស្រះឬក៏កាន់នៅទេយវត្ថុឬកាន់នៅគ្រឿងបូជាគឺដំណើរមកកាន់វត្តព្រោះនឹករលឹកថាវត្តបានជាទីពឹងជាទីពំនាក់របស់ខ្លួនអញ្ចឹងហើយសូមឲ្យយើងគ្រប់គ្នាទាំងបព្វជិតទាំងកុហកសត្វសឹងដែលជាពុទ្ធបរិស័ទហ្នឹងក៏បីលៃយ៉ាងណាធ្វើយ៉ាងណាឲ្យខ្លួនបានដល់នៅទីពឹងដ៏ត្រឹមត្រូវការចូលគៀកក្បែរនឹងវត្តអារាមហើយវត្តអារាមក៏ត្រូវតែតបស្នងដល់ពួកគាត់វិញនៅការអប់រំទូមានជាពិសេសផ្លូវចិត្តព្រមនោះមានមាសមានប្រាក់វណ្ណៈយុស័កធំបវណ្ណាក៏ដោយបើខ្វះការអប់រំទូមានចិត្តហើយគឺថាគ្រប់គ្នាសឹកតែវេទនាហើយឥឡូវយុស័កលោកអបាស្រុកនៅទីនេះស្រេចឬក៏យុស័កធំជាងនឹងទៅទៀតដល់ឋានៈជាអភិបាលខេត្តជារដ្ឋមន្ត្រីជាទេសរដ្ឋមន្ត្រីអីជាដើមបើគ្រួសារគ្មានក្តីសុខឋានៈយុស័កនោះជាទីសុខទេអត់ទេហើយគ្រួសារមិនមានក្តីសុខមកពីអីមកពីសមាជិកក្នុងគ្រួសារអត់មានការអប់រំចិត្តមួយដល់ត្រឹមត្រូវអញ្ចឹងគ្រួសារសម្បូរដោយទុក្ខពីយ៉ាងហើយសូមឲ្យយើងគ្រប់គ្នានឹងបានស្គាល់នៅប្រភពនៃការអប់រំចិត្តគឺវត្តអារាមហើយសូមឲ្យវត្តអារាមនឹងបង្កើតបន្ថែមនិងយកចិត្តទុកដាក់លើការអប់រំបរិស័ទរបស់ខ្លួនព្រោះសប្តាហ៍ថ្ងៃសាសនាមានច្រើនហើយសាសនាណាក៏ប្រកាន់ខ្លួនថាជាអ្នកល្អដែរសូម្បីតែពុទ្ធសាសនាយើងក៏ប្រកាសខ្លួនថាជាសាសនាដ៏ត្រឹមត្រូវដែរប៉ុន្តែអ្នកដែលនៅក្នុងសាសនាសប្តាហ៍ថ្ងៃនោះប្រមាណកន្លែងទៅដែលធ្វើខ្លួនឲ្យត្រឹមត្រូវដូចជាអ្វីដែលបានអះអាងនោះអញ្ចឹងហើយការដែលប្រព្រឹត្តតែត្រឹមត្រូវហ្នឹងគឺថាជារឿងចាំបាច់មែនទែនជាពិសេសគឺវត្តអារាមហ្នឹងប្រសង់ក្នុងវត្តអីជាដើមហ្នឹងក៏បីប្រណិប័តឲ្យមែនទែនហើយយកចិត្តទុកដាក់លើបរិស័ទនៅចិត្តហ្នឹងជាជាងទៅយកចិត្តនៅទុកដាក់នៅលើបរិស័ទឆ្ងាយព្រោះគេយូរមកម្ដងទេមួយឆ្នាំពីរឆ្នាំ3ឆ្នាំអីមកអើតម្ដងទេដែលបរិស័ទដែលនៅចិត្តយើងហ្នឹងគឺថានៅក្បែរយើងរាល់ថ្ងៃអញ្ចឹងយើងក៏បីតបគុណគាត់ในការអប់រំផ្លូវចិត្តពួកគាត់ឲ្យបានល្អឲ្យយល់ឃើញត្រូវហើយកាលណាបរិស័ទយល់ឃើញត្រូវតាមការអប់រំក្នុងពុទ្ធសាសនាហើយសេចក្តីសុខក្នុងលោកនេះរមែងកើតឡើងដល់គាត់ទោះផ្ទះតូចក្តីធំក្តីហើយសេចក្តីសុខក្នុងបរិលោករបស់គាត់ក៏រមែងកើតឡើងផងអញ្ចឹងហើយខ្ញុំកណាខ្ញុំសូមត្រេកអរពោះសមិទ្ធផលដែលបានកើតឡើងក្នុងទឹកដីវត្តស្វាយរំពីដែលព្រះគ្រូវិចារតិកាព្រះអង្គបានយកចិត្តទុកដាក់ខំរៀបចំឆ្លើយតបទៅនឹងសទ្ធារបស់ពុទ្ធបរិស័ទដែលលោកបានជឿទុកចិត្តហើយបានកសាងឲ្យកើតទៅជាសមិទ្ធផលទាំងអស់នេះហើយសូមរក្សាឲ្យបានល្អសង្ឃក្នុងវត្តព្រះអង្គយកចិត្តទុកដាក់
គេមិនមែនជាសាច់ញាតិយើងទេមិនមែនជាបងប្អូនមិនមែនជាពូជាមីងជាមេដាជាបៃតាយើងទេប៉ុន្តែគេចំណាយនៅរបស់ដែលគេស្រឡាញ់គឺលុយកាក់អីហ្នឹងហើយយកមកជួយទំនុករងកសាងព្រះវិហារសាលាកុដិវច្ចកុដិអីទាំងអស់ហ្នឹងដោយសារតែគោរពជ្រះថ្លាជាជាក់លើយើងអញ្ចឹងហើយយើងក៏បីលែងយ៉ាងម៉េចជួយថែរក្សារបស់ទាំងអស់ហ្នឹងឲ្យបានជាប្រយោជន៍ឲ្យយូរអង្វែងទៅកុំឲ្យមិនតាន់បានអីផងខូចខាតបាត់បង់លែងមើលលែងថែទៅជាសំណង់មួយដែលដូចជាវត្តគ្មានប្រសង់អញ្ចឹងនោះអញ្ចឹងគឺថាយើងក៏បីថែជួយមើលការខុសត្រូវនៅសំណង់ដែលយើងបានឆ្លងថ្ងៃនេះហ្នឹងឲ្យស្ថិតនៅយូរអង្វែងទៅទៀតដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់ក្នុងវត្តនេះឲ្យបានកាន់តែល្អប្រសើរហើយអានិសង្ឃដែលលោកទាំងឡាយបានបំពេញក្នុងទីសេនាសនៈទាននេះរមែងញ៉ាំងសេចក្តីសុខទាំងរាងកាយទាំងចិត្តគំនិតអានិសង្ឃរបស់សេនាសនៈហ្នឹងគឺរមែងញ៉ាំងសេចក្តីសុខស្រួលអ្វីក៏ដោយដែលបំរើឲ្យភាពសុខស្រួលលើផ្លូវកាយនិងចិត្តគឺរមែងជាអានិសង្ឃដែលបានមកអំពីការបំពេញសេនាសនៈទាននឹងហើយនេះខ្ញុំកណាប្រាប់ឲ្យសង្ខេបហើយឲ្យស្រួលស្ដាប់យើងមិនបាច់រៀបរាប់អីវែងឆ្ងាយគ្រាន់តែប្រាប់ថាអ្វីដែលជាសេចក្តីសុខក្នុងរាងកាយនិងចិត្តគំនិតជាអានិសង្ឃដែលកើតឡើងពីសេនាសនៈទានហ្នឹងអញ្ចឹងក៏បីអស់លោកនាំគ្នាជ្រះថ្លាក្នុងកុសលដែលខ្លួនបានធ្វើហើយយើងបានធ្វើយើងក៏បីចេះធ្វើខ្លួនឯងឲ្យបានប្រយោជន៍មិនមែនថាយកលុយទៅចូលប៉ុនហើយមិនចេះផ្ទះថ្លាគឺទៅចូលទៅនោះអានិសង្ឃវាមិនមែនជាប្រយោជន៍អីទៅកើតឡើងតាមរបៀបហ្នឹងទេប្រកបបីសន្សំសេចក្តីជ្រះថ្លាព្រោះតែជ្រះថ្លាហ្នឹងរបៀបម៉េចដូចជាថ្ងៃហ្នឹងអញ្ចឹងឡប់នេះកសាងព្រះវិហារជួសជុលឥឡូវព្រះវិហារបានស្អាតបាតហើយព្រះវិហារហ្នឹងកើតឡើងព្រោះអីព្រោះសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានចូលរួមចំណែកកសាងធ្វើប៉ុន្តែដល់ថ្ងៃឆ្លងអីចឹងទៅយើងមកបុណ្យវាអត់មានសេចក្តីជ្រះថ្លាក្នុងអំពើដែលខ្លួនបានធ្វើនាំគ្នាពាក់ស្បែកជើងឡើងលើវិហារនាំគ្នាទៅផឹកទឹកទុកដបទឹកសុទ្ធលើនឹងឬក៏បោះសម្រាមចោលលើនឹងអីចឹងទៅអាហ្នឹងយើងអត់ចេះជ្រះថ្លាទេអត់ចេះជ្រះថ្លាក្នុងរបស់ដែលយើងធ្វើហ្នឹងទេអញ្ចឹងវាមិនត្រឹមតែកុសលមិនបានហើយវាទៅជាសន្សំអកុសលមកវិញទៅទៀតអញ្ចឹងគឺថាក៏បីចេះសម្អាតចេះមើលការខុសត្រូវនៅរបស់នៅក្នុងវត្តហ្នឹងព្រោះប្រសង់លោកគ្រាន់តែជាអ្នកគង់នៅអាស្រ័យនៅហើយជួយមើលថែទេប៉ុន្តែក៏ត្រូវការបរិស័ទហ្នឹងដែលជាអ្នកប្រើប្រាស់ហ្នឹងជួយមើលថែដែរតែយើងអត់ចេះមើលថែទេប្រសង់ក្នុងវត្តតែ10អង្គហើយតែបោសដីដែលមនុស្សទាំងរយទាំងពាន់ពាក់ឡើងលើវិហារឯណាទៅឈ្នះហ្នឹងអញ្ចឹងក៏បីយើងចេះជ្រះថ្លាចេះរក្សាសេចក្តីជ្រះថ្លាយើងឲ្យបានជាកុសលឲ្យបានជាប្រយោជន៍ជាងជួយសេចក្តីជ្រះថ្លាហ្នឹងឲ្យសាបសូន្យហើយបានទទួលមកវិញទៀតខ្ញុំក៏នៅចាស់ប្រគេនជូនប៉ុណ្ណឹងទៅចោះ